ជំរាបសួរបងប្អូនគ្នាក្នុងក្រៅប្រទេសថ្ងៃនេះជួបខ្ញុំម្ដងទៀតហើយខ្ញុំនឹងណែនាំបទថ្មីជូនដល់បងប្អូនគ្នាប៉ុន្តែមុននឹងណែនាំបទថ្មីថ្ងៃនេះខ្ញុំសូមបង្ហាញសៀវភៅភេទទី3ដែលយើងបានអាប់ដេតអញ្ចឹងបងប្អូនគ្នាជាច្រើនសួរខ្ញុំបានអាប់ដេតសៀវភៅរួចហើយនៅពីភេទទី1ទៅអញ្ចឹងយើងអាប់ដេតបានភេទទី1ពីទី2និងទី3ភេទច្រើនយើងធ្វើគំរូដែលយើងចង់បានគឺគំរូដូចបទរំដួលកញ្ចេះដែលខ្ញុំបានបង្ហាញនេះជាមួយខ្ញុំបង្ហាញជូនតើតើនឹងគំរូគឺយើងចង់ដាក់ប្រូលនៅខាងក្រោមនេះវាមានអាកនៅពីលើដែរបាទអញ្ចឹងយើងអាប់ដេតទៅគំរូបែបអញ្ចឹងបងប្អូនគ្នាដែលក៏ចង់បានគំរូដែលមានប្រូលមានណតហើយមានប្រូលដាក់ពីក្រោមដូចបទរំដួលកញ្ចេះបងប្អូនគ្នាអាចមើលសភៅភាគទី3នេះបាននេះគឺជាចំណងជើងបងប្អូនគ្នាអាចជើងមួយចំណងជើងខ្ញុំដាក់នៅខាងលើមានបទពីរោះមែនទែនទាក់ទងនឹងភាគទី3នេះមានចំនួន42បទហើយមាន ABC ដូចគ្នាផងដែរបទរំដួលកញ្ចេះនៅទំព័រលេខ20បងប្អូនគ្នាបើកទំព័រលេខ20បងប្អូនគ្នានឹងបានឃើញបទរំដួលកញ្ចេះអូខេឥឡូវខ្ញុំសូមបង្ហាញត្រួសបទនេះគឺយើងសរសេរតាមដួងរសិតទេហើយយើងប្រើចង្វាក់ស្លូឡង់ណាបងប្អូនគ្នាប្រើចង្វាក់ស្លូឡង់តំពោបងប្អូនគ្នាអាចយក56ក៏បានហើយតង់គឺតង់មីតើតើនឹងតង់មីគឺវាមានខ្មៅចំនួន4បាទមានខ្មៅហ្វាមានខ្មៅសុលមានខ្មៅដូហើយនឹងមានខ្មៅរេបាទអញ្ចឹងតើតើនឹងរេមានកន្លែងខ្លះទៀតមានខ្លះខ្ពស់បងប្អូនគ្នាអាចឆែកមើលអញ្ចឹងតើតើនឹងតង់មីគឺមានខ្មៅចំនួន4បងប្អូនគ្នាត្រូវដឹងហើយបទនេះផងដែរកន្លែងខ្លះក៏មានខ្មៅកន្លែងខ្លះក៏អត់មានខ្មៅដែរណាបងប្អូនគ្នាត្រូវចាំផងដែរអូខេកុំឲ្យខាត់ពេលយូរអញ្ចឹងតើតើនឹងអាំងត្រូគឺប្រាប់ថាប្រើសំឡេង bell ដល់សំឡេងទីងទីងហ្នឹងនេះហាក់ bell ហើយណាអូខេចេញចេញពីនេះ si sol si mi ណា si sol si mi do si do mi fa sol do si sol fa do si do mi fa sol do si si do mi ហើយគេមានសលេងខ្លី si do do si sol fa mi do miអូខេហើយយើងចាប់ផ្ដើមទៅចម្រៀងគឺយើងចេញពីកន្លែងខ្ញុំដកមួយហ្នឹងបាទអញ្ចឹងយើងចេញពីមីអូខេយើងយកមីខ្ពស់ណាមីស៊ីមីរេធម្មតាណារេហ្នឹងរេសធម្មតាទេមីស៊ីមីរេដូស៊ីហ្វាសុលហ្វាស៊ីហ្វាសុលឡាមីឡារេដូសុលស៊ីអូខេហើយតទៀតតជួខាងក្រោម si sol si do mi do si sol si do fa fa do mi fa fa sol fa sol si អូខេអានេះគឺទី1បើទៅទី2ខុសគ្នាតន្តិចទៅខុសគ្នាកន្លែងប្រអប់ផ្ទះលេខ2ផ្ទះកន្ទុយទី2គឺនៅលេខ2 fa fa si sol fa mi ចាប់ហើយគឺយើងទៅអោតផ្ទៃទន្លេគឺកន្លែងបន្ទោណាកន្លែងបន្ទោខ្ញុំដាក់ជាសំឡេងខ្លុយមកដាក់ខ្លុយអោតផ្ទៃទន្លេគឺយើងចេញពី C ទៀមណា mi fa sol si mi re do mi do si sol mi sol si do mi do si do do sol do mi do fa sol fa mi sol mi do mi si បន្ទាប់មកយើងទៅកន្លែងទី3ច្រៀងទី3យើងចេញពី song 3ហើយយើងលេងរហូតមកដល់គេដាក់ថា music អញ្ចឹងតើតើនឹងទី3គឺដូចគ្នាមួយទី2ទេហើយបងប្អូនគ្នាលេងទី3ហើយគឺបងប្អូនគ្នាទៅភ្លេងចោលគឺយើងមានសញ្ញាយោងឡើងទៅទី2វិញអញ្ចឹងបងប្អូនគ្នាលេងទី2មួយជួរហើយចូលច្រៀងបន្តទី3ហើយនឹងមកដល់កូដាកន្ទុយទី3នេះមានកូដាបងប្អូនគ្នារំលងចូលកូដាចប់ទៅចាប់ហើយឥឡូវកុំឲ្យខាតពេលយូរខ្ញុំបង្ហាញជូនបងប្អូនទាំងគ្នាចាប់ពីដើមឡើងទៅណា